ឥឡូវយើងបន្តកណនី limit នៃគុំត្រីកោណមានអញ្ចឹងយើងមុននឹងកណនីយើងត្រូវជួសមើលរៀងវាសិនអញ្ចឹងរៀងយើងតដឹងហើយយើងសាកសិនណាយើងជួស0ចូលកន្លែងហ្នឹងអញ្ចឹង1ដកឲ្យកុស keep x អញ្ចឹងបានន័យថាកុស keep នៃ0មែនទេនៅលើ0គុណជាមួយនឹង sin 0អញ្ចឹងខាងលើយើងដឹងហើយថាកុស0គឺស្មើ1មែនទេកុស0 1លើកជាសេគុណ3នៅតែ1ដែរហ្នឹងនៅលើ0គុណនឹង sin 0នៅតែ0អញ្ចឹងបានន័យថារៀង0លើ0អញ្ចឹងបានន័យថារៀងមិនកំណត់0លើ0រៀងមិនកំណត់0លើ0អញ្ចឹងយើងចាប់ផ្ដើមធ្វើកាលណារៀងមិនកំណត់0លើ0លំហាត់ខ្លះយើងអាចចាប់ជាកត្តាបានដើម្បីថារមុនទៅអាចសម្រួលបានតែលំហាត់ខ្លះទៅយើងបំបែកហើយយើងត្រូវគិតថាត្រូវចាប់វិញអត់ឬក៏បំបែកបន្តយើងទៅតាមជាក់ស្ដែងនៃការបំបែកឥឡូវយើងមើលលំហាត់របស់យើងវិញខាងលើនេះយើងឃើញថា1ដកកុស keep x អញ្ចឹងយើងក៏កន្លែងមកឃើញថាសេគុណ3នេះយើងចាប់អារម្មណ៍កាលណាសេគុណ3ប្រកាសជាប្រើរូបមន្តតកតងនឹងសេគុណ3យើងមាន2រូបមន្តទី1តកតងនឹង a keep ដកឲ្យ b keep ហើយមួយទៀតគឺ a ដក b ដូចជា keep មានគ្នាយើងច្រើនច្រឡំពីរហ្នឹងមួយនេះអាចសេទៅជាសេគុណ3បានមិនអញ្ចឹងវាចូលតម្រង a keep ដក b keep មិនមែន a ដក b ដូចជា keep ទេអញ្ចឹងយើងប្រើរូបមន្តប្រើត្រូវពេលខ្លះយើងចាំទាំងពីរប៉ុន្តែយើងយកវាមកច្រឡំគ្នាអញ្ចឹងរូបមន្ត a keep ដក b keep គឺស្មើនឹង a ដក b កតាឲ្យ a ការ៉េបូកឲ្យ ab បូកជាមួយនឹង b ការ៉េហើយចំណែករូបមន្តខាងក្រោមគឺ a keep ទៅដក 3 a ការ៉េ b បូក 3ab ការ៉េដកឲ្យ b keep និយាយទៅរូបមន្តក្រោមក៏មិនរកប្រើក្នុងលេខប្រើលើញឹកតោះអញ្ចឹងយើងទៅបំបែកមកយើងដឹង a ដឹង b តាអញ្ចឹងនេះស្មើនឹង limit x កាត់ចិត្តឲ្យ0កន្លែងនេះយើងដឹងហើយមិញថាគឺស្មើនឹង a គីបដក b គីបមែនទេអញ្ចឹងពេលនេះគ្រាន់តែថែម1គីបសម្រាយមួយគ្នាដាក់យកហ្មងក៏បានដែរគាត់ទៅពេលហ្នឹងគូសម្រាយទីសិនទៅឲ្យចូលយកអញ្ចឹង x sin x ដែរតោះខាងលើចូលណា a គីបដក b គីបយើងមើលទៅឃើញ a ឃើញ b ច្បាស់ហ្មងមែនទេអញ្ចឹងយើងសេមកស្មើអីស្មើ limit x គិតចិត្ត0ដដែលនៃ a ដក b ណារួមមុនយើងគឺ a ដក b អញ្ចឹងសេមកសុំធ្វើ a ដក b a ដក b យើងកុស x កតាអីកតា a ការ៉េគឺ1ការ៉េគឺ1បូកឲ្យ a គុណ b អញ្ចឹង1គុណឲ្យកុស x គឺនៅតែកុស x ដដែលបូកឲ្យ b ការ៉េគឺបូកឲ្យកុសអីកុសការ៉េ x ប៉ុណ្ណឹងនៅលើអីរបស់យើងនៅលើអញ្ចឹងកន្លែងហ្នឹងនៅលើ x sin x x sin x យើងធ្វើបាយតាណាឯងមិនមែន sin ពី x sin អីនេះគឺ sin x ហ្មងចឹងធ្វើបាយតាណាទៀតឯងយើងមើលបន្តទៅទៀតតើគ្នាទៅមើលកន្លែងនេះបន្តទៀតចេះកន្លែងនេះគោលដៅយើងក៏កន្លែងមកយើងឃើញមាន x មួយតួដល់ពេល sin x មួយតួទៀតអញ្ចឹងបើខាងលើមាន2តួដែរជាអាចស៊ីសងឬក៏សម្រួលទៅតាមរូបមន្តអញ្ចឹងទៅហើយចៃដន្យកតាខាងស្ដាំនេះគ្នាយើងរៀនមើលផងកតាខ្លះបំបែកទៅជារូបមន្តហើយវាកំណត់ហើយអញ្ចឹងយើងត្រូវបំបែកបន្តទៀតទេទុកវាអត់ដែររហូតយើងមកមើលខាងនេះម្ដងតើគ្នាសម័យមើល1ដកខុស x យើងមានរូបមន្តអត់គិតអញ្ចឹងណា1ដកខុស x អញ្ចឹងយើងដឹងហើយថា1ដកខុស x វាចូលរូបមន្ត1ដកខុសអីខុស ax 1ដកខុស ax គឺស្មើនឹង2 sin ការ៉េ a x លើ2 sin ការ៉េ a x លើ2ឧទាហរណ៍ថាអញ្ចឹងយើងមាន1ដកឲ្យកុស 10x ចុះឧទាហរណ៍ណា 10x អញ្ចឹងស្មើ2 sin ការ៉េអី a យើងគឺ10មែនទេអញ្ចឹងបាទ10 x លើ2យើងអាចចែកបានចែកកន្លែងមុំហ្នឹងមានយក2ទៅពាក់ព័ន្ធ2នៅតែ2ដែរsin ការ៉េ 10x ចែក2គឺសល់ប៉ុន្មានសល់5 5x ប៉ុណ្ណឹងបើកាលណានេះមេគុណ10នេះមេគុណ5វាចាញ់គ្នា2ដងមែនទេអញ្ចឹងកន្លែងនេះដូចគ្នាបើសិនជាមួយដកឲ្យកុស x គឺស្មើអី2 sin ការ៉េ x លើ 2ដោយសារតែនេះមេគុណ1នេះមេគុណ x មិន1នៅចន្លោះហ្នឹងមុខ x ហ្នឹង1អញ្ចឹងអានេះមេគុណនេះត្រូវតែកន្លែងចាញ់ពាក់កណ្ដាលអញ្ចឹងយើងបាន limit របស់យើងបន្តទៀតគឺ limit x គិតចិត្ត0នៃ2 sin ការ៉េ2 sin ការ៉េ x នៅលើ2មែនទេ2 sin ការ៉េ x នៅលើ2ហើយខាងស្ដាំនេះយើងទុកដដែល1បូកឲ្យកុស x
បូកឲ្យកការ៉េ x គ្នាយើងមួយចំនួនលោកគ្រូឃើញនៅមានទៅបំបែកមួយនេះទៅជាកការ៉េបូកស៊ីនការ៉េពេលខ្លះឬក៏បំបែកមួយបូកកការ៉េស្មើអីបន្តទៀតត្រូវចាំថាដូចលោកគ្រូនិយាយខាងលើអញ្ចឹងណាយើងបើសិនជាវាកំណត់ហើយអត់មានធ្វើបំបែកបន្តទៀតទេអញ្ចឹងយើងគិតថាខាងក្រោយនេះមកតោះខាងក្រោយខាងឆ្វេងនេះ x sin x ណា x sin x បន្តទៀតអ្នកទាំងអស់គ្នាឃើញថាកន្លែងនេះបើយើងចែកនឹង x ការ៉េមក x មួយសម្រួលចោលមួយទៀត sin x លើ x មែនទេអញ្ចឹងបើយើងឃើញគោលដៅយើងតិចតិចខាងលើចឹងដូចគ្នាអញ្ចឹងលោកគ្រូសួរថា limit x ក៏ជិត0បញ្ជាក់កន្លែងរបាធំនេះទុកដដែលមកនេះយើងកំពុងតែចាប់ផ្ដើមធ្វើទៅលើភាគយកនិងភាគបែកអញ្ចឹងភាគយកនេះគឺឲ្យ2 sin ការ៉េ x នៅលើ2ហើយកន្លែងលោកគ្រូបញ្ជាក់បន្តិចបើសិនជាយើងចូលសេ2នេះញឹកណា2មេគុណមិនមែនភាគបែកមេគុណចំពោះមេគុណបែបហ្នឹងអ្នកនរគ្នាបើផលគុណទាំងអស់2មេគុណទេអញ្ចឹងឲ្យដាក់មុខ limit នេះបានបើចូលសេដាក់មុខអញ្ចឹងក៏បានដែរខុសទេអញ្ចឹងសល់ sin ការ៉េ x នៅលើ2គិតថាអី1បូកឲ្យកុស x បូកឲ្យកុសការ៉េ x កន្លែងហ្នឹងយើងអាចទៅចែកដោយសារតែយើងឃើញនេះដោយសារតែយើងឃើញកន្លែង sin x លើ2មាន sin ការ៉េ x លើ2អញ្ចឹងវាបើន័យថាត្រូវចែកនឹង x ការ៉េត្រូវចែកនឹង x ការ៉េដោយសារគុណវាដូចគ្នាតោះអញ្ចឹងចែកនឹង x ការ៉េអញ្ចឹងភាគបែកដូចគ្នាភាគបែក x sin x នេះ x sin x ក៏ត្រូវតែចែកនឹងអីចែកនឹង x ការ៉េដូចគ្នាអញ្ចឹងចែកនឹង x ការ៉េមែនទេបើចែកភាគយកភាគបែកនឹង x ការ៉េយើងចែកអញ្ចឹងឲ្យត្រូវទៅតាមដឺការ៉េរបស់វាយើងមើលកន្លែងនេះលោកគ្រូបញ្យល់ខាងបន្តិចឲ្យយើងស្វែងយល់នឹងកាន់តែច្បាស់ឧទាហរណ៍ថាយើងមាន sin x នៅលើ x ក្នុង limit x ជិត0ណាបងយើងគឺស្មើ1ហើយបើសិនជាយើងមាន sin 3x នៅលើ 3x ក៏ស្មើ1ដែរចំពោះដឺការ៉េទី2ក៏អញ្ចឹងដែរបើសិនជាមាន sin ការ៉េ x នៅលើ x ការ៉េក៏ស្មើ1ដែរហេតុអីដោយសារតែ sin ការ៉េ x ហ្នឹងយើងមិនអាចសេ sin x លើកជាការ៉េអញ្ចេះមែនទេនៅលើ x ការ៉េហើយរូបមន្តយើងកាលណា a សេគុណ n លើ b សេគុណ n គឺស្មើ a លើ b ទាំងអស់សេគុណ n បើន័យថាសរសេរថា sin x លើ x ទាំងអស់ហ្នឹងការ៉េដែរហ្នឹងហើយយើងដឹងថា sin x លើ x គឺស្មើ1អញ្ចឹង1លើកជាការ៉េនៅតែ1ដែរអញ្ចឹងស្វ័យគុណប៉ុន្មានក៏នៅតែអញ្ចឹងដែរសំខាន់វាដូចគ្នាអញ្ចឹងកាលណាយើងមាន sin ការ៉េ 2x ឧទាហរណ៍ណាតើតែកន្លែងហ្នឹងអី 2x ហ្នឹងលើកជាការ៉េតើណាតើតែ 2x លើកជាការ៉េទើបវាស្មើ1ពេលខ្លះគ្នាយើងច្រឡំចេះ sin ការ៉េ 2x ហើយលើ 2x ការ៉េហើយយើងស្មើ1ដែរគឺអត់ត្រូវទេកន្លែងហ្នឹងសូមឲ្យច្បាស់ជាមួយគ្នាតតែខាងក្រោមហ្នឹងលើកជាការ៉េទាំងអស់ហ្មងអញ្ចឹងយើងត្រឡប់មកមើលរបស់យើងវិញគឺអី sin ការ៉េនេះគ្រូសេវងកញ្ចក់មកស្រួលយល់ sin ការ៉េ x លើ2អញ្ចឹងបើសិនជា sin ការ៉េ x លើ2យើងចាប់ទុកវាដូចជា alpha ឬអីមួយអញ្ចឹងតតែចែកអា x លើ2ហ្នឹងលើកជាការ៉េអញ្ចឹងទៅវាស្មើ1អូខេអញ្ចឹងយើងដឹងហើយគោលដៅយើងគឺអញ្ចឹង x ការ៉េនេះធ្វើម៉េចឲ្យមានទម្រង់ x លើ2លើកជាការ៉េអូខេតោះឥឡូវយើងបន្តទៀតស្មើនឹង2 limit x គឺជិត0អូខេលើនឹងរបាធំមកយើងមិញណាតោះ sin ការ៉េ x នៅលើ2កន្លែងហ្នឹងយើងទៅគិតឲ្យហើយក៏បានដែរតោះអញ្ចឹងនៅលើអីនៅលើ x ការ៉េ x ការ៉េនេះយើងដាក់ហ្មងដាក់ x លើ2ដាក់គោលដៅយើងចង់បានបណ្ដោយហើយយើងគិតថាលើសអីខ្វះអីយើងមើលថានេះយើង x លើកជាការ៉េនេះគ្រូដាក់ព្រួយនេះ x កាលណាលើកជាការ៉េមានអីផ្ទៀងផ្ទាត់តែនៅតែ x ការ៉េដែរប៉ុន្តែវាលើសនេះឃើញអត់ភាគបាយនេះ2លើកជាការ៉េវាទៅជាប៉ុន្មាន2លើកជាការ៉េ4ណាអញ្ចឹងយើងគុណ4ក្បែរហ្នឹងហ្មងមួយច្បាស់មិនចេះតែគុណនឹងកន្លែងហ្នឹងគ្នាយើងខ្លះទៅច្រឡំតែគុណនៅលើណែអញ្ចឹងអត់ត្រូវទេយើងមើលតាមដាប់ដោយប្រភេទវានៅនឹងថានេះចាប់ទុកជា a ចុះនេះចាប់ទុកជា b ចុះទីតាំងហ្នឹង x នឹងជា a 2ជា b អញ្ចឹង2នៅទីតាំង b បើនៅភាគបាយហើយនៅភាគបាយមួយតង់ទៀតអាប្រភេទទី2ភាគបាយនៃភាគទី2អញ្ចឹងកាលណា
លើសកន្លែងហ្នឹងគឺទៅគុណកន្លែងហ្នឹងក្បែរនេះទៅគុណ4ក្បែរហ្នឹងអត់សូវច្បាស់កន្លែងហ្នឹងណាតោះអញ្ចឹងខាងស្ដាំយើងអាចសរសេរកតាដដែលនិយាយទៅ limit យើងរៀងសរសេរច្រើនបន្តិចកន្លែងណាដែលវាកំណត់ហើយតោះប៉ុណ្ណឹងខាងក្រៅមានអីបើយើងអាចសម្រួលបាននេះ x នេះសម្រួល x នេះអស់មួយអត់សល់មួយដើមទៀត x ស្មើអញ្ចឹងហ្មងបើយើងតោះណាតោះឥឡូវចាប់ផ្ដើមសេអាដាសិនមកចាំយើងដាក់ចូលរមុនម្ដងហើយហ្មងនេះដាក់ស៊ីន x នៅលើ x តោះស៊ីន x លើ x អញ្ចឹងបងប្អូនដឹងហើយថាប៉ុណ្ណេះគឺចូលហើយរមុនរបស់យើងគឺស្មើប៉ុន្មានស្មើ1ប៉ុណ្ណេះក៏ស្មើ1ដែរអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាទទួលបានពេលនេះគឺស្មើនឹង2តោះអ្វីដែលយើងមានយើងសេហ្នឹងចាត់ច្រឡំមកចុងក្រោយហ្នឹងទៀតតោះដាក់របាមួយមករបាវិញពីក្បាលសតតលេងអញ្ចឹងគុណឲ្យកន្លែងហ្នឹងគឺយើងមើលច្បាស់4នេះមិនមែននៅភាគមិនដាក់4យកទៅទេអញ្ចឹងមើលច្បាស់វានៅភាគបែងអញ្ចឹងវាត្រូវសេ1លើ4ចេះដែរគ្នាយើងអូខេកតាអី1បូកអីកុស0កុស0មែនកុស0 1មែនទេហើយកុស0លើជាក្រែនៅតែ1ដែរហ្នឹងភាគបែងនៅតែលេខ1ជាងស្មើមែនសេ1មកកុំបញ្ញាប់អញ្ចឹងពេលខ្លះបញ្ញាប់ពេកធ្វើឲ្យយើងមួយចំនួនចាច់មួយដែរអញ្ចឹងគ្រូសេខាងភាគយើងហ្មងគុណឲ្យ3ក៏ពេលខ្លះយើងបញ្ញាប់ពេកទៅជាបញ្ហាវិញអូខេអញ្ចឹងយើងគុណមក2ម្ដង2 2 3ដង6 6លើ4អញ្ចឹងសល់សម្រួលសល់3លើ2ឬក៏យើងសម្រួល2 1 4នេះហើយក៏បានដែរអញ្ចឹងចម្លើយចុងក្រោយគឺសល់3លើ2នេះគឺ limit របស់យើងនិយាយទៅប៉ុណ្ណឹងមកល្មមគីឡូបាក់ឌុបរបស់យើងនេះមួយទៀតរបស់យើងសមត្ថទី2សមត្ថទី2នេះមិនខុសគ្នាហ្មងទេគ្រាន់តែយើងមើលទៅតិចនិចវាបន្តិចបើយើងចែកឆៅយកហើយ simple ថាយើងឃើញអត់តង់ x លើ x ស្មើ1 sin x លើ x ស្មើ1អញ្ចឹង x ការ៉េមួយទៀតវាអត់ការ៉េមែនទេអញ្ចឹងយើងធ្វើនេះមិនអញ្ចឹងរៀងបន្តគ្នាអាចជួសបានរៀងអីរៀងមិនកំណត់ខាងកលេចមកយើងដឹងមែនទេបន្តគ្នាអាចចំនួនផ្ទៀងទាត់បានអញ្ចឹងដោយសារតែជួស0តង់0 0 sin 0 0លើ0ណាអញ្ចឹងរៀងមិនកំណត់0លើ0អញ្ចឹងលំហាត់នេះបើសិនជាយើងមើលរូបមន្តណាវាអាខាងភាគយកណាមានដូចមិញទេមានស្រ័យគុណ3ត្រូវចូលរូបមន្តណាមួយទេអញ្ចឹងយើងទៅគិតអានេះស៊ីននេះតង់អញ្ចឹងយើងត្រូវបដូរអនុគមឲ្យដូចគ្នាសិនមែនទេដើម្បីបាយបន្តទៀតបើទុកថាប៉ុណ្ណឹងដូចយើងនិយាយខាងដើមអញ្ចឹងយើងដឹងថាតង់ x គឺស្មើនឹង sin x នៅលើកុស x អូខេនៅលើកុស x តោះអញ្ចឹងនៅលើកុស x ដកឲ្យsin x អូខេ sin x ជាប់ដៃតិចគ្នានៅលើ sin x តោះនៅលើ x គីបកន្លែងហ្នឹងពេលយើងក៏កន្លែងមកភាគយកបន្តយើងបាច់ភាគបាញ់ខុសគ្នាមែនទេគុណបញ្ចូលមករបៀបបែងយើងគុណបញ្ចូលយើងបានឲ្យស្មើនឹង limit x ខិតជិត0នៃអីនៃ sin x ដកឲ្យ sin x គុណឲ្យកុស x មែនទេហើយកាលណាយើងទៅរបៀបបែងភាគបែងប្រកាសទៅរួមចេះលោកគ្រូសិស្សមួយអត់កាត់ពេកទេដល់ពេលយើងមើលប៉ុណ្ណឹងនៅលើអីនៅលើ x ការ៉េសុំទោស x គីបហ្នឹងណា x គីបអញ្ចឹងនេះ x គីបណា x គីបបន្តទៀតយើងសង្កេតឃើញថាកាលណា a លើ b ចែកឲ្យ c គឺស្មើលើ ab គុណ c មែនទេកន្លែងហ្នឹងតើគ្នាប្រកាសជាយល់ច្បាស់ហើយអញ្ចឹងយើងអាចសរសេរទៅជាស្មើនឹង limit x ខិតជិត0កន្លែងនេះយើងបន្ទាប់ឲ្យបានអញ្ចឹងយើងអាចសរសេរដូចមិញអញ្ចឹងដែលយើងនិយាយគ្នាមិញណាដាក់ពាក្យបាញ់ទៅក្រោមមកហើយពាក្យបាញ់ទៅក្រោមមកហើយកុស x គុណឲ្យ x គីបនៅសល់ភាគយក sin ដកឲ្យ sin គុណឲ្យកុសអញ្ចឹងយើងអាចចាប់ sin ជាកតាបានមែនទេ sin x ជាកតាមកកតា1ដកឲ្យកុសx មកដល់នេះចាប់អារម្មណ៍ថាអូនេះចូលរូបមន្តហ្នឹងមែនទេ1ដកកុស x ទៀតណា1ដកកុស ax គឺស្មើអីនិយមប្រើមែនទេរូបមន្តហ្នឹង2 sin ការ៉េ ax លើ2អញ្ចឹង1ដកឲ្យកុស x គឺស្មើ2 sin ការ៉េ x លើ2អញ្ចឹងកន្លែងនេះអាចចំណុះចូលយកតែម្ដងបានអញ្ចឹងទៅស្មើនឹង limit x ខិតជិត0នៃ sin x គុណឲ្យ2 sin ការ៉េ
x នៅលើ2ណាsin x លើ2នៅលើ cos x គុណឲ្យអី x គីបកន្លែងនេះយើងក៏កន្លែងមកឃើញអានេះមកគូបគេនេះ x នេះមួយដកមកកន្លែង sin x នេះមកអញ្ចឹង sin x លើ x ស្មើប៉ុន្មានស្មើ1អញ្ចឹងយើងដាក់ក្បែរគ្នាហ្មងក៏បានដែរបើគ្នាយើងស្ទាត់អាចគិតយកហ្មងបានអញ្ចឹងយើងដាក់ក្បែរគ្នាមក sin x នៅលើអីនៅលើ x យើងដាក់ក្បែរគ្នាស្រួលមើលតោះនៅលើ x គុណឲ្យអីគុណឲ្យ2 sin ការ៉េ x នៅលើ2នេះ x ការ៉េមែនទេនេះកុសយើងដាក់មកស្ដាំមកកុស x កន្លែងហ្នឹងដូចលោកគ្រូបញ្យល់មុនហ្នឹងអញ្ចឹងកាលណាកន្លែងនេះយើងកន្លែងឃើញប្រមាណអាស្រ័យគុណ2នេះត្រូវតែសារ៉េវាចូលប៉ុណ្ណឹងដែរមែនទេអញ្ចឹងគោលដៅយើងមានអញ្ចឹងយើងសរសេរបន្តទៀតស្មើ x គិតចិត្ត0នៃ sin x គុណឲ្យ2 sin ការ៉េ x នៅលើ2ចែកឲ្យ x គុណឲ្យកន្លែងហ្នឹងនិយាយគ្នាមិញដាក់ដូចអាហ្នឹងហ្មងដាក់លើ2លើជាការ៉េអញ្ចឹងហ្មងហើយចាំយើងគិតលើប្រហែល2ការ៉េ4វិញគុណ4តោះស្មើទៀតតោះកន្លែងនេះគឺស្មើនឹង1កន្លែងនេះស្មើ1ដែរសិតតែចូលរមុនអស់ហើយអញ្ចឹងយើងចំនួនចូលមកស្មើនឹងខាងលើសល់លេខប៉ុន្មានសល់លេខ2មែនទេអញ្ចឹងសេមកលេខ2ខាងក្រោមសល់លេខ4គុណឲ្យប៉ុន្មានកុស0 1អញ្ចឹងបានតែ2លើ4ស្មើនឹង1លើ2អញ្ចឹងលីមីត2នេះគឺប្រហែលគ្នាមិនជាពិបាកខ្លាំងក៏មិនជាស្រួលមកល្មមធ្វើ